អ្វីដែលសំខាន់បំផុតសម្រាប់ស្ថាបត្យករដែលចង់ក្លាយទៅជាអ្នកម្ចាស់ក្រុមហ៊ុនដោយលក្ខណៈនិយាយឬមួយក៏ធ្វើការឯកជនដោយខ្លួនឯងធ្វើការមាន partner ក្តីគឺសម្រាប់ខ្ញុំសំខាន់បំផុតនោះគឺតើគាត់ស្គាល់ខ្លួនគាត់ហើយឬនៅខ្ញុំគិតថារកខ្លួនយើងឲ្យឃើញសិនព្រោះឲ្យយើងរស់នៅក្នុងសង្គមយើងជួបនឹងមនុស្សជាច្រើនដែលមិនជាស្ថាបត្យករប៉ុន្តែដោយសារយើងជាស្ថាបត្យករចឹងយើងត្រូវរកខ្លួនយើងជាស្ថាបត្យករមុនថាតើស្ថាបត្យករហ្នឹងវាមានទម្ងន់ប៉ុណ្ណាដើម្បីធ្វើឲ្យយើងមានផ្នត់គំនិតអ្វីមួយការសម្រេចចិត្តអ្វីមួយដែលស្ថិតនៅក្នុងរង្វង់ទូនាទីកាតព្វកិច្ចរបស់យើងជាស្ថាបត្យករបទពិសោធន៍ដែលខ្ញុំឆ្លងកាត់នោះគឺយើងអត់លះបង់មានន័យថាឆ្លងកាត់ការពិបាកច្រើនឆ្លងកាត់ទៅនឹងអាចនិយាយថា headache អីដែលព្រោះអ្វីយើងធ្វើយើងដាក់បេះដូងយើងដាក់បេះដូងយើងធ្វើយើងដាក់កម្លាំងកាយចិត្តយើងធ្វើយើង handle ក្នុងមួយថ្ងៃហ្នឹងយើង handle ច្រើនមុខមែនតើដើម្បីខ្លាយទៅជាម្ចាស់ក្រុមហ៊ុនឬមួយក៏ជាស្ថាបត្យករឯកជនឬមួយក៏ partner ជាមួយអ្នកដទៃគឺយើង handle ច្រើនមែនតើមិនមែនតែគូប្លង់បញ្ចេញភាពច្នៃប្រឌិតទៅមុខទេដែរ